សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចាស់ប្រាជ្ញសម្រាប់អេពីសូតនេះដែរខ្ញុំមានសាច់រឿងតាក់ទងទៅនឹងបងប្អូនម្នាក់ដែលគាត់បានស្រង់សពដែលលងទឹកចង់ដឹងថាក្រោយពីការជួយស្រង់សពនោះតើគាត់ជួបនឹងរឿងរ៉ាវអ្វីខ្លះយើងចូលទៅកាន់សាច់រឿងគាត់ទាំងអស់គ្នាគាត់រៀបរាប់ថាកាលពីជាង10ឆ្នាំមុននៅម្ដុំភូមិរបស់គាត់នឹងមានបឹងធំមួយវាមិនមែនជាប្រភេទបឹងអីទេវាដៃអាកន្លែងដៃស្ទឹងវាត្រូវបហូរទឹកមកវាធ្វើឲ្យកន្លែងហ្នឹងដក់ធ្លុកធំមួយអញ្ចឹងអាកន្លែងហ្នឹងខ្ញុំសុំហៅបឹងអញ្ចឹងបឹងកន្លែងហ្នឹងធម្មតាគឺសម្បូរត្រីផលិតតកួនអីអ្នកភូមិឯងក៏តែងតែទៅអូត្រីឬក៏ទៅបេះបន្លែនៅហ្នឹងជាប្រចាំដែរអញ្ចឹងគាត់ថាមានថ្ងៃមួយនោះមានមនុស្សម្នាក់បានលងទឹកស្លាប់នៅក្នុងបឹងហ្នឹងបើតាមគាត់ប្រាប់ទៅអាកន្លែងហ្នឹងគឺជាស្ត្រីម្នាក់ដែលគាត់សតិអត់សូវគ្រប់ទេនិយាយទៅគាត់រៀងវែងជួនកាលគាត់ដើរនិយាយម្នាក់ឯងហើយក៏ជាមិនដឹងថាគាត់មានសាច់ញាតិអីដែរអញ្ចឹងដល់តែគាត់ធ្លាក់ទឹកស្លាប់ទៅក៏គ្មានណាគេដឹងរឿងហ្នឹងដែរដំបូងអញ្ចឹងអាសាកសពរបស់គាត់ហ្នឹងគឺត្រូវទុកនៅក្នុងបឹងហ្នឹងរហូតហើយជិត2ថ្ងៃទើបអាសាកសពហ្នឹងវាដែតមកលើទឹកអញ្ចឹងពេលដែលសាកសពហ្នឹងដែតមកចៃដន្យនេះអ្នកភូមិក៏គាត់ដើរទៅម្ដុំបឹងណាក៏បានឃើញសាកសពហ្នឹងទៅតែក្នុងចំណោមទាំងអស់ហ្នឹងគាត់ក្មេងជាងគេគាត់ថាគាត់ក្មេងជាងគេណាមួយរៀងស្ទាត់ក្នុងទឹកហ្នឹងផងអញ្ចឹងគេក៏ឲ្យគាត់ចុះទៅស្រង់សាកសពហ្នឹងឡើងអញ្ចឹងដោយសារតែក្តីអាណិតឃើញសពហ្នឹងគាត់រៀងត្រាំទឹកនៅក្នុងនឹងយូរអញ្ចឹងគាត់ក៏បានចុះទៅស្រង់ទឹកហ្នឹងដល់ខ្លួនឯងហ្នឹងដំបូងគាត់គិតថាវាអាក្តីអាណិតហ្នឹងមកផ្នែកទៅណាមួយបើទុកនៅនឹងយូរទៅវាអាចនឹងខ្លាចសាកសពហ្នឹងវាត្រីស៊ីណាមួយខ្លាចឲ្យលួយខ្លាំងជាងហ្នឹងផងតែបងប្អូននឹងអត់ថាពេលដែលគាត់ជួយអាលើកសពហ្នឹងឡើងមកដល់លើគាត់ក៏មិនបានជាចាស់នៅហ្នឹងអស់ក៏មិនបានធ្វើតាមអាដូចថាមានទលាមទម្លាប់អីប្រពៃណីសែនព្រេនអីដែរគឺគ្រាន់តែសង់ឡើងសពនឹងឡើងមកភ្លាមក៏ទៅហៅសមត្ថកិច្ចអីគាត់មកធ្វើកសបចៃអីផ្សេងតាមអាកន្លែងជាក់ស្ដែងហ្នឹងទៅអញ្ចឹងក៏ភ្លេចចារឿងថាធ្វើអីទៅតាមអាប្រពៃណីហ្នឹងដែរពេលហ្នឹងវាដោយសារបញ្ញាណាមួយអត់សូវដូចអត់ដែរមានណារឿងដែលកើតឡើងអញ្ចឹងធ្វើឲ្យអត់បានម្នាក់អត់បានសែនព្រេនសុំខមាទោសឬសែនវិញ្ញាណពលឹងអីតាមទម្លាប់ចាស់គាត់ធ្វើពីដើមអីទេអញ្ចឹងបងប្រុសគាត់បញ្ជាក់ទៀតថារឿងហ្នឹងវាអត់ចប់ត្រឹមហ្នឹងទេអញ្ចឹងចាប់ពីថ្ងៃដែលគាត់បានសងសពហ្នឹងឡើងគាត់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាប្លែកបងឡើងគឺរឿងហ្នឹងវាកើតឡើងនៅក្នុងផ្ទះរបស់គាត់មកគឺចាប់ផ្ដើមនៅពេលដែលគាត់ថាចាប់ពីថ្ងៃដែលគាត់បានជួយគេនឹងមកគឺអត់ដេកក៏មិនសូវលក់ហើយយប់ឡើងមានពេលខ្លះក៏គាត់ចេះតែមានអារម្មណ៍ថាមានមនុស្សឈោមើលគាត់ពីចុងជើងតែគាត់ថាគាត់ដេកអត់តន់លក់ទេព្រាលហើយពេលខ្លះទៀតក៏ធំក្លិនអាសោចហើយម្ដងម្កាលគាត់ក៏មានឃើញសម្ោលមនុស្សខ្មៅដែលគាត់កលេសទៅឃើញសម្ោលចុះតាមទ្វាររបស់គាត់ទៅក្រៅទៅតែគាត់ចំណាំមួយគាត់គិតថាអាចមកពីសាកសពហ្នឹងគឺដោយសារតែក្លិនអាសោចណាដោយសារគាត់ជាអ្នកដែលបានចុះទៅសងសពនឹងផ្ទាល់អញ្ចឹងគាត់ថាក្លិននឹងនៅតែជាប់ចំអកគាត់តន់នឹងភ្លេចផងអញ្ចឹងពេលដែលគាត់ដេកហើយនឹងរឿងខ្លះនៅពេលដែលគាត់ដេកគាត់ច្រើនតែយកសពឃើញវិញ្ញាណម្នាក់ហ្នឹងគាត់ចេះតែអត់ព្រមទៅណាចេះដើរតាមគាត់តែមិនមែនជារឿងដែលធ្វើឲ្យគាត់ខ្លាចអីទេដូចថាគាត់យកសពទៅនេះទៅនោះអញ្ចឹងគាត់ឃើញម្នាក់ហ្នឹងរហូតឃើញស្ត្រីម្នាក់ហ្នឹងនៅក្នុងយុសពរបស់គាត់រហូតតែមិនមែនជារឿងថាដូចថាកជាការរំថត់អីទេតែគាត់ឃើញគាត់នៅក្នុងរូបភាពនៃយុសពរបស់គាត់បងប្អូនយល់បែបហ្នឹងអត់គាត់ថាទាំងក្នុងយុសពផងទាំងឃើញអាក្រៅនេះបន្តិចសលេងឲ្យជាសលេងឲ្យជាសម្ោលក្លិនផងគាត់ថាបានតែមួយរយៈគាត់ធ្លាក់ខ្លួនឈឺអញ្ចឹងពេលដែលគាត់ឈឺហ្នឹងគឺគាត់អត់ដឹងអីទេគាត់ថាគាត់អត់ចាំអីទាំងអស់ប៉ុន្តែអាសាច់រឿងដែលគាត់ដឹងបន្តហ្នឹងគឺគាត់ដឹងពីម្ដាយរបស់គាត់ប្រាប់ទេគាត់ថានៅពេលដែលគាត់ឈឺហ្នឹងគឺច្រើនតែវើវាយនិយាយម្នាក់ឯងថាមានគេមកទៀតហើយគេមហៅគាត់ទៀតហើយអញ្ចឹងអាសកម្មភាពទាំងគាត់ឈឺ
ទាំងអ្វីដែលគាត់ជួបហ្នឹងគឺចេះតែនិយាយតគ្នាទៅគាត់ថាផ្អើលមកភូមិណាក៏គេដឹងថាអាចនឹងបញ្ហាដែលគាត់ជួបហ្នឹងគឺមកពីការស្រង់សពហ្នឹងដែរអញ្ចឹងមិនមែនមានតែគាត់ម្នាក់ទេអ្នកភូមិផ្សេងទៀតហ្នឹងអ្នកដែលគាត់ជិះម៉ូតូជិះកង់ឲ្យកាត់ផ្លូវលំមាត់បឹងហ្នឹងក៏គេឃើញញឹកញាប់ដែរគេថាឃើញបន្តិចទៅតាមម្នាក់ឃើញដោយសារវារៀងខ្លីពេកហើយពេលខ្លះទៀតក៏ឃើញឈរនៅមាត់បឹងហ្នឹងតែគាត់បញ្ជាក់ថាពីច្រើនអ្នកដែលឃើញគឺឃើញតែពីចម្ងាយអីទេអត់សូវមានអ្នកដែលឃើញស្ដែងគៀកទេហើយបើចាស់គាត់និយាយថាតកតងទៅនឹងវិញ្ញាណដែលស្លាប់ហើយគាត់សតិអត់ល្អអញ្ចឹងអាវិញ្ញាណរបស់គាត់ហ្នឹងគាត់សតិអត់ល្អស្រាប់អញ្ចឹងគាត់អត់ដឹងថាពេលខ្លះគាត់អត់ដឹងថាគាត់ស្លាប់អញ្ចឹងគាត់នៅតែបន្តធ្វើសកម្មភាពដែលកន្លែងគាត់ដូចថាគាត់ធ្លាប់បេះបន្លែហ្នឹងយកទៅលក់នៅក្នុងភូមិអីគាត់នៅតែបន្តធ្វើវាដដែលអញ្ចឹងភាសាតែអត់មាននរណាគេណាមួយគាត់ហ្នឹងគាត់អត់មានអ្នកដែលធ្វើបន់ទិសសល់ជូនគាត់ដែរភាសាដូចបានបញ្ជាក់អញ្ចឹងគាត់អត់មានសាច់ញាតិអីដែរអត់ទេអញ្ចឹងដោយសារតែរូបភាពទាំងអស់ហ្នឹងវាជាលិចមកគាត់ពេកហើយគាត់ចិត្តតែឃើញអញ្ចឹងគាត់ម្ដាយរបស់គាត់ហ្នឹងក៏បានសម្រេចចិត្តថាយកគាត់ទៅផ្ញើនៅខាងម៉ាក់យាយរបស់គាត់មករយៈហើយសាច់រឿងដែលគាត់នឹងនិយាយតហ្នឹងគឺគាត់បានដឹងពីម្ដាយគាត់ទៀតទេមានន័យថាគាត់ទៅនៅខាងម៉ាក់យាយគាត់បានហើយតែសាច់រឿងហ្នឹងគាត់ដឹងពីក្រោយដែលម្ដាយរបស់គាត់ប្រាប់ទេគាត់ថាមិនមែនជារាល់ថ្ងៃទេសម្លេងហ្នឹងសម្លេងដែលម្ដាយរបស់គាត់លឺឬក៏អ្នកភូមិផ្សេងលឺហ្នឹងគឺលឺដូចថាមួយថ្ងៃមួយថ្ងៃពីរថ្ងៃលឺម្ដងគឺសម្លេងដែលសែកជេឬសម្លេងសែកជេហើយនិយាយរឿងម្នាក់ឯងអីតាមសកម្មភាពដែលស្ត្រីម្នាក់ហ្នឹងគាត់បានធ្វើកាលដែលគាត់នៅដើរលក់បន្លែតាមភូមិព្រោះគាត់សតិល្អជួនកាលគាត់និយាយម្នាក់ឯងសែកជេអីតាមសកម្មភាពហ្នឹងគឺអ្នកភូមិពីច្រើនគាត់លឺកំឡុងពេលដែលចិត្តភ្លឺចិត្តភ្លឺហ្នឹងចាប់បានលឺហើយនឹងសាច់រឿងមួយទៀតដែលជាសាច់រឿងដែលខ្ញុំគិតថាវាព្រោះជាងគេនៅក្នុងរឿងនេះមួយដែរគឺមានលោកពូម្នាក់ហ្នឹងគាត់បានទៅស្រែរបស់គាត់ដោយជិះកាត់នៅគាត់ថាមានជិះកាត់នៅត្រូវផ្លូវទៅហ្នឹងវាត្រូវជិះកាត់បឹងកន្លែងដែលគេលងទឹកហ្នឹងដែរគាត់ថាមានថ្ងៃមួយហ្នឹងមានភ្លៀងធ្លាក់ខ្លាំងមែនដែរវាភ្លៀងតាំងពីរសៀលមករហូតដល់ចិត្តល្ងាចនេះអញ្ចឹងដោយសារតែគាត់ភ្លេចគាត់គិតថាវាបើភ្លៀងខ្លាំងអញ្ចឹងវាអាចលិចខ្សែរបស់គាត់ណាអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់ជិះទៅបហូរទឹកខ្សែរបស់គាត់ដល់គាត់ជិះលេងដល់កន្លែងបឹកហ្នឹងគាត់ថាចេះតែមានអារម្មណ៍ថាដឹងតែអត់ស្រួលហើយពួកគេនិយាយច្រើនដែរតាក់ទងនឹងបឹងហ្នឹងណាតែដល់ជិះចិត្តបឹងហ្នឹងទៅវាអត់មានឃើញអីទេណាមួយផ្លូវហ្នឹងក៏ពិបាកគាត់ក៏មិនបានទៅមើលឆ្វេងស្ដាំអីច្រើនទេមើលតែក្រោមហ្នឹងខ្លាចលោវាល្អល់គាត់ថាតតែពេលដែលគាត់ជិះទៅដល់បឹងហ្នឹងហ្មងហើយបញ្ជាក់តិចណាផ្លូវហ្នឹងវាមានបឹងហ្នឹងវាមានច្រើនមានព្រៃដុះជុំវិញតិចសងខាងផ្លូវណាគាត់ថាលឺសលេងអត់ឃើញមនុស្សទេលឺតែសលេងដូចគេលុយទឹកចឹងដែលបងប្អូនលឺសលេងប្រភេទលុយទឹកផ្លោកដូចប្រភេទមនុស្សដើរកាត់ទឹកធំជង្គង់នៅលឺឯងតែដល់គាត់មើលទៅវាអត់ឃើញគាត់ថាមើលជាតែខំមើលដែរអត់ឃើញដល់ជិះផុតបានបន្តិចទៅគាត់កលេចមកក្រោយទៅគាត់ឃើញច្បាស់គឺអ្នកដែលស្ត្រីម្នាក់ដែលគាត់ច្រើនទៅលក់តកួនតាមភូមិរបស់គាត់ណាដល់ឃើញឈរហ្នឹងគាត់ខាឃើញមិនឲ្យជាគាត់ខ្លាចអីទេគាត់ងាកទៅដូចឃើញគាត់ណាឈរគាត់ឃើញឈរបេះតកួនហ្នឹងហើយឈរគាត់តែញឹមដាក់គាត់បន្តិចទៅហើយអោនបេះតយ៉ាងម៉េចអញ្ចឹងគាត់ទៅឃើញឆ្ងាយអញ្ចឹងគាត់ថាតម្រូវអញ្ចឹងគាត់ឃើញឆ្ងាយគាត់ជាមិនសូវជាខ្លាចហ្មងទេព្រោះវាឃើញឆ្ងាយដែរតែតើគាត់ថាជិះផុតបានបន្តិចផុតបឹងនឹងបន្តិចដល់កន្លែងកែងដែលគាត់ត្រូវបត់ទៅស្រែហ្នឹងគាត់ថាវល់មើលក្រោយហ្នឹងងាកមកវិញហ្នឹងគាត់ថាស្រាប់តែជិះកង់មកទឹមគាត់តែជិះលក្ខណៈប្រជ្រះគ្នាដូចគាត់ថាដូចមនុស្សដែលគាត់បានជួបរាល់ដងអញ្ចឹងគាត់សួរតាមត្រឡប់របស់គាត់សួរពូទិញតកួនអត់តាមត្រឡប់ដែលគាត់ការគាត់នឹងគាត់ថាគាត់តែ
xua quạt xóa chẳng bây tới quạt kèng quạt ta quạt kèng slide ọt hủi slide tha tình rồi ọt ấy nó ọt hủi về năng chẳng có tha còn là phật chỉ phật khoai khi phật mình tính nó chắp đàใส่ hướng đam tờ lọp kia này của bong sấy nó là về để quạt xua nè kê rồi có ao nè cái tình ấy ọt miền này tình nó quạt chán là chê nó bây giờ thòn ra mà quạt này chẳng là về để quạt slap ní lục bu gặp bị trẻ tha là về để quạt ọt ban slide theo tình rồi ọtគឺcòn là chỉ phật đó nó lư sờ lấy chê năng này còn là lư sờ lấy chê nó còn lùi mớ còn thà còn bài nhẹ mờ mình tính nó khơi tray nó còn chỉ phải trẻ khơi non rồi nhé còn thà khơi thì luôn thòng từ được hơm nữa còn thà hơm tới khơi nhà một đầy ai đầy clay nó hơm là luôn là khiếu có thang gì thuận món quạt khai quạt điện cha đá và thang quạt mình sư khai ấy thì nó ta có khơi chạy xe đây mà đó nó quạt khai mà con gì thuận quạt khai thẹn con kho thử là hôn mà đo xài cày đây còn mà mưa tắt này hắn đo nè ca nó tặng nhôm tặng quạt đang tạo thiên từ lời năng quỳnh chân quạt có mẹ chặt tha quạt chỉ viếng quạt chỉ viếng từ tam phùng xền ọt chỉ tam bằng vinh thì nắng hưởng ai đã quạt khơi chạy xe đài những cái sọc tới nè đã khơi chạy xe đài chính cáiคือviệc là phù thì đã khơi kiện lang một phần nè khác thế con lư từ sợi lên rồi có sải hai ấy chìm xét sợi lên đại cái khơi lư chởn cái lúc cứ sợi lên đại quạt bọc bìa nhì lụa ta cuốn phật quạt này ấy bom ôn vô mình đá đã tôn tình mình xài hưởng môi nắng hay cái này nó còn quạt bàn bật to thì tha rồi xa tại nè khung quạt chập làm kha chứ còn bà plei mặc sai nó biệt thử từ thưa từ nào từ chớn này chẳng có cái bàn mình muốn sáng ngay từ cái lại bằng năng để thưa thì đi thử thưa sốt môn được có ấy tam sasna tăng từ chẳng là cái lại nó có bị hiện sạp từ rồi hôm đó lên sơ miền là khơi nhé tôn tình là màu stray mẹ nè chẳng nhom sông to cái lại là bom họ quạt chả tranh bị sọc tới được là quạt trừ hay chập đàm về anh chập ấy đó nhưng có bàn xù có đài hay là bây giờ quạt tranh tới nó quạt bàn thưa bị thi đọc khổ rửa ấy đó có tha ọt còn lại nó có tha ọt đây còn là chả tranh bị phun nâng từ nơi cái lại tè mày 10 tiếng nó quạt bề đón thu xẻo với nhé hay cả ca vô shop vô ấy nó có đài bàn chụp được có khơi mẹ xây bằng tiền đại chẳng nhom cái lại nó có nhom một chữ bạc đài thà ta vinh nhiên còn anh những article đò chùm ngày na ấy nó bờ sân chỉ bọn ôn đấng rồi có lọt chụp xây hướng ấy ai chui comment phèo nhom phóng hay đã tôn xây hướng ní nhom miền tập phần năng tế bọn ôn vô một cái ai chui comment ở càng không video bàn ai sẽ ép xây hướng episode ទី 38 នេះខ្ញុំខ្លាចខ្លាំងផុតគឺជាសាច់រឿងដែលលោកពូគាត់បានជិះទៅហូតទឹកខ្សែរបស់គាត់គឺឃើញសសពេកហើយមួយវិញទៀតបើសិនជាបងប្អូនមានសាច់រឿងចង់ចែកម្លែកមកកាន់ចាស់ប្រាជ្ញអាចតាក់ទងមកកាន់លេខ Telegram យើងបានយើងដាក់នៅក្នុង description ខាងក្រោមហើយក៏សង្ឃឹមថាបងប្អូននៅតែបន្តជួយចុច like subscribe comment ការចូលរួមរបស់បងប្អូនគឺជួយពួកយើងច្រើនមែនទែនចឹងយើងមានតែប៉ុណ្្នឹងទេពីចាស់ប្រាជ្ញសូមអរគុណជួបគ្នានៅអេពីសូតក្រោយទៀត